បាទសួស្តីបងប្អូនសុខសប្បាយទេបាទថ្ងៃនេះយើងសិក្សាមេរៀនទី2ណាយើងសិក្សាអំពីសហគមន៍ជឿនលឿនបាទសហគមន៍ជាកន្លែងដែលប្រជាពលរដ្ឋរស់នៅធ្វើការងារនិងកំសាន្តសហគមន៍ជឿនលឿនសំដៅសហគមន៍ដែលប្រជាជនមានការចេះដឹងមានជីវភាពធូរធារមានសេចក្តីសុខសុវត្ថិភាពរស់នៅមានសណ្ដាប់ធ្នាប់និងមានការរីកចម្រើនគ្រប់ផ្នែកបាទឥឡូវយើងមកសិក្សាអំពីតួអង្គនិងកាលអាកាសបាទចំណុចកណាតួអង្គមនុស្សសត្វរុក្ខជាតិឬអមនុស្សដែលមាននៅក្នុងរឿងជាតួអង្គនៅក្នុងរឿងនោះក្នុងចំណោមតួអង្គទាំងនោះមានតួអង្គខ្លះសំខាន់មានសកម្មភាពច្រើនតួអង្គខ្លះទៀតមានសកម្មភាពតិចតួចឬបន្ទាប់បន្សំតែប៉ុណ្ណោះនៅក្នុងរឿងខ្លីព្រឹត្តិការណ៍នៅក្នុងរឿងច្រើនផ្ដោតទៅលើជីវិតរបស់តួអង្គសំខាន់បាទតួអង្គនោះហៅថាតួអង្គឯកបាទចូលអានរឿងក្មេងសុចរិតរួចបង្ហាញតួអង្គរងនិងតួអង្គឯកនៅពេលខ្ញុំកំពុងអង្គុយហូបគុយទាវស្រាប់តែមានក្មេងម្នាក់មកអង្វរខ្ញុំឲ្យជួយទិញកាសែតពេលនោះខ្ញុំមានក្រដាស់ប្រាក់ 50,000 រៀលក្មេងនោះអង្វរខ្ញុំថាចាំវាយកទៅដូរគេហើយវាយកមកឲ្យខ្ញុំវិញខ្ញុំក៏ឲ្យប្រាក់នោះទៅវាខ្ញុំចាំវាយូរពេកមិនឃើញវាមកវិញខ្ញុំគិតថាក្មេងនោះប្រាកដជាបោកប្រាស់ខ្ញុំក៏ធ្វើដំណើរទៅធ្វើការមួយអាទិត្យក្រោយមកនៅពេលដែលខ្ញុំដើរចូលហាងគុយទាវដដែលខ្ញុំបានឃើញក្មេងពីថ្ងៃមុនមកឈរចាំខ្ញុំពេលឃើញខ្ញុំវាដើរមកជិតហើយហុចលុយឲ្យខ្ញុំគ្រប់ចំនួនខ្ញុំសួរថាហេតុអ្វីបានជាថ្ងៃមុនឯងគេចពីខ្ញុំវាឆ្លើយដោយទឹកមុខស្រងោតខ្ញុំបាទត្រូវម៉ូតូបុកទើបមិនបានយកប្រាក់មកជូនលោកពូវិញពេលនេះខ្ញុំបានធូរស្រាលក៏យកមកជូនលោកពូវិញខ្ញុំពិនិត្យមើលជើងវាឃើញមានរបួសមែនខ្ញុំក៏ឈប់សង្ស័យចំពោះក្មេងនោះទៅវាបានសុំទោសខ្ញុំហើយធ្វើដំណើរទៅលក់កាសែតបន្តទៀតបាទឥឡូវសូមបងប្អូនសាកល្បងគិតបន្តិចមើលថាតើតួអង្គនៅក្នុងរឿងនេះបាទមានតួអង្គណាខ្លះបាទឥឡូវយើងមកមើលណាបងប្អូនតួអង្គនៅក្នុងរឿងនេះមានក្មេងលក់កាសែតនិងបុរសអ្នកទិញកាសែតបាទតាមសកម្មភាពតួអង្គខាងលើក្មេងលក់កាសែតជាតួអង្គដែលសំខាន់ណាបងប្អូនវាជាតួអង្គឯកឯបុរសអ្នកទិញកាសែតជាតួអង្គរងបាទសូមកត់ចំណាំណាបងប្អូនបាទតួអង្គឯកគឺជាតួអង្គសំខាន់បំផុតហើយមានសកម្មភាពច្រើនជាងគេនៅក្នុងដំណើររឿងទាំងមូលតួអង្គរងគឺតួអង្គដែលពុំសូវសំខាន់បាទចំណុចខកាលអាកាសគឺជាពេលវេលានិងទីកន្លែងដែលដំណើររឿងប្រព្រឹត្តទៅបាទកាលអាចបង្ហាញពីថ្ងៃយប់រដូវណាមួយពេលកន្លងមកបច្ចុប្បន្នឬពេលខាងមុខអាកាសគឺជាកន្លែងដែលរឿងកើតឡើងកាលអាកាសនៅក្នុងរឿងខាងលើគឺបាទកាល
ពេលកំពុងហូបគុយទាវមួយអាទិត្យក្រោយមកបាទអាកាសហាងគុយទាវបាទកាលអាកាសគឺជាពេលវេលានិងទីកន្លែងដែលដំណើររឿងប្រព្រឹត្តទៅបាទចំណាំណាបងប្អូនកាលអាកាសគឺជាពេលវេលានិងទីកន្លែងដែលដំណើររឿងប្រព្រឹត្តទៅបាទឥឡូវយើងចូលមកដល់លំហាត់ណាបាទលំហាត់នេះបាទគេឲ្យបងប្អូនអានរឿងព្រះថោងនាងនាគរួចរកតួអង្គនិងកាលអាកាសបាទឥឡូវយើងអានរឿងព្រះថោងនាងនាគកាលពីព្រេងនាយមានឈ្មួញសំពៅជនជាតិឥណ្ឌាម្នាក់នាមព្រះថោងបានមកធ្វើជំនួញនៅសមុទ្រខាងត្បូងយប់មួយព្រះថោងបោះពលរេចូលចតសម្រាកនៅកោះមួយកោះនេះជាកន្លែងដែលនាងនាគតែងកាឡាខ្លួនជាស្រីក្រមុំដ៏ស្អាតនាំអ្នកកំដរមកលេងទឹកជារៀងរាល់យប់ព្រះថោងឃើញនាងនាគក៏កើតក្តីស្រឡាញ់បាទអ្នកទាំងពីរមានទឹកចិត្តស្នេហាគ្នាទៅវិញទៅមកស្ដេចនាគទ្រង់ជ្រាបក៏យាងមកកោះនោះហើយរៀបអភិសេកបុត្រទាំងពីរតាមប្រពៃណីក្រោយមកព្រះថោងចង់ទៅស្គាល់ឋានភុជង្គនាគតែទ្រង់ពុំចេះជ្រែកទឹកជ្រែកដីសោះនាងនាគក៏ឲ្យព្រះថោងតោងកន្ទុយមុជជ្រែកទឹកជ្រែកដីបានទៅដល់ឋានភុជង្គនាគដូចប្រាថ្នាបាទឥឡូវយើងមើលណាបងប្អូនបាទលំហាត់នេះគេឲ្យបងប្អូនរកតួអង្គនិងកាលអាកាសបាទនៅក្នុងរឿងព្រះថោងនាងនាគបាទអញ្ចឹងបងប្អូនមើលចំឡើយតែម្ដងបាទតួអង្គនិងកាលអាកាសនៅក្នុងរឿងនេះមានណាបាទតួអង្គព្រះថោងនាងនាគស្ដេចនាគបាទកាលពីព្រេងនាយយប់មួយក្រោយមកបាទ